សារសម្លេងនេះសូមផ្ញើទៅកាន់បងប្អូនជនរួមជាតិទាំងអស់គ្នាមកដល់ពេលនេះរយៈពេលជិត20ថ្ងៃទៅហើយដែលកម្ពុជានិងថៃបានមានចំនួនព្រំដែនកាន់តែខ្លាំងក្លាទៅទាំងផ្នែកការទូតទាំងផ្នែកប្រឈមមុខលើសភាវុធយើងក៏កំពុងតែនឹងតតាំងខ្លាំងមែនទែនហើយតម្រូវឲ្យបងប្អូនទាំងអស់គ្នាមានការចូលរួមជាស្មារតីតែមួយមានការរួបរวมដោយការសាមគ្គីភាពគ្នាជាធ្លុងមួយដើម្បីជួយទាំងផ្នែកការទូតទាំងផ្នែកសភាវុធផ្សេងអញ្ចឹងទេសូមបងប្អូនមេត្តាអនុគ្រោះបងប្អូនមេត្តាអត់ធ្មត់ឲ្យបានច្រើនពីព្រោះថាប្រសិនណាបើយើងមានឆន្ទៈក្នុងការបញ្ចប់នៅសង្គ្រាមយើងអត់អាចរំលងចោលទៅលើផ្នែកការទូតទេយើងអត់អាចបញ្ចប់សង្គ្រាមដោយការយកឈ្នះយកចាញ់ដោយក្របកំភ្លើងទេបងប្អូនមានចម្ងល់ជាច្រើនសួរមកកាន់ខ្ញុំសួរទៅកាន់រដ្ឋាភិបាលថាចុះហេតុអ្វីបានជាយើងមិនបាញ់ទម្លាក់យន្តហោះរបស់គេបណ្ដោយឲ្យយន្តហោះរបស់គេហោះពេញផ្ទៃអាកាសនៅក្នុងប្រទេសយើងលកឹកណាដែលយើងមិនបាញ់យន្តហោះរបស់គេយើងនៅតែរក្សាការអត់ធ្មត់ភាគីខាងគេនៅតែមិនទាន់អាចមានហេតុផលគ្រប់គ្រាន់ក្នុងការអាចពង្រីកនៅសង្គ្រាមទ្រង់ទ្រាយធំជាសង្គ្រាមផ្ទៃប្រទេសបានប៉ុន្តែប្រសិនណាបើយើងបាញ់យន្តហោះចម្បាំងមិនថាទៅលើប្រភេទមួយណាទេគេអាចនឹងយកលេសនេះបង្កជាសង្គ្រាមផ្ទៃប្រទេសអញ្ចឹងហើយយើងនៅតែបន្តការរក្សាការអត់ធ្មត់ដើម្បីបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់និងមានជ័យជំនះទៅលើផ្នែកការទូតអញ្ចឹងការបញ្ចប់សង្គ្រាមគឺផ្អែកសំខាន់ទៅលើផ្នែកការទូតហើយយើងមិនត្រឹមតែចង់បញ្ចប់សង្គ្រាមនោះទេប៉ុន្តែយើងក៏ចង់បានទៅលើជ័យជំនះផងដែរមិនត្រឹមតែជាការបញ្ចប់សង្គ្រាមប៉ុន្តែគឺជាការឈ្នះសង្គ្រាមហើយយើងឈ្នះទៅលើផ្នែកការទូតរាល់សកម្មភាពដែលថៃបានបំពេញមកលើកម្ពុជាយើងសុទ្ធសឹងតែជាផុសតាងដែលយើងចាប់យករាល់សកម្មភាពដែលកម្ពុជាយើងបានប្រព្រឹត្តទៅសុទ្ធសឹងតែជាសាក្សីជាភ័ស្តុតាងដែលយើងអាចស្នើទៅអន្តរជាតិទៅតុលាការអន្តរជាតិជាក់ស្ដែងបងប្អូនប្រហែលជាស្ទឹងតែអស់ជំនឿទៅហើយទៅលើតុលាការអន្តរជាតិទៅលើសមាគមអន្តរជាតិក៏ប៉ុន្តែថាប្រទេសជាតិមួយដែលតូចសម្លេងយើងខ្សោយណាស់សមាគមអន្តរជាតិគេអត់ដឹងថាយើងកំពុងតែជួបប្រទះនៅបញ្ហាអីទេបើទោះបីជាយើងខំបង្ហោះខំផ្សព្វផ្សាយយ៉ាងណាក៏ដោយនៅតែសម្លេងអត់អាចហោះទៅដល់គ្រប់ឧបទ្វីបឲ្យគេបានដឹងឮទេអញ្ចឹងបានយើងចាប់ផ្ដើមព្យាយាមចាប់យកនៅភ័ស្តុតាងជាច្រើនពីឧបទ្ទវហេតុសង្គ្រាមលើកនេះពីការឈ្លានពានដ៏កក្លឿនរបស់ថៃនេះចាប់យកភ័ស្តុតាងជាច្រើនដើម្បីបង្ហាញទៅកាន់អន្តរជាតិបងប្អូនណាបើយើងប្តឹងតែត្រឹមអាមេរិកឲ្យដឹងចិនឲ្យដឹងជប៉ុនឲ្យដឹងកូរ៉េឲ្យដឹងឬក៏ប្រទេស5 6ប្រទេសឲ្យបានដឹងសម្លេងមួយនេះនៅតែមិនមានការគ្រប់គ្រងខ្លាំងនោះទេនៅតែមិនមែនជាចំហខ្លាំងនោះទេអ្វីដែលយើងអាចធ្វើទៅបានយើងមិនមែនរំពឹងទៅលើច្បាប់អន្តរជាតិនោះទេប៉ុន្តែយើងរំពឹងទៅលើសមាគមអន្តរជាតិគេដឹងឮច្រើនមានន័យថា5ប្រទេស6ប្រទេសអត់អាចជួយយើងបញ្ចប់សង្គ្រាមតាមរយៈច្បាប់អន្តរជាតិទេប៉ុន្តែប្រសិនបើប្រទេសទូទាំងសកលលោកដែលមានត្រឹម50% 60% ដែលគេបានដឹងអំពីភាពអយុត្តិធម៌របស់កម្ពុជាគេជួយប្រើជាសម្លេងរបស់គេបញ្ចប់នៅសង្គ្រាមមួយនេះយើងអាចបញ្ចប់សង្គ្រាមដោយសន្តិភាពដោយទទួលបានសន្តិភាពមកវិញហើយយើងអាចទទួលបានជ័យជំនះពីប្រទេសថៃថែមទៀតផងអញ្ចឹងហើយបានយើងចាប់ផ្ដើមព្យាយាមពេលណាដែលយើងអាចអត់ធ្មត់បានយើងអត់ធ្មត់
ពេលណាដែលយើងមិនអាចអត់ធ្មត់មិនគូអត់ធ្មត់យើងមិនអត់ធ្មត់ទេត្រូវបាញ់គឺបាញ់ហើយចឹងបងប្អូនសូមយោគយល់អំពីភាសាការទូតហើយជាមួយនឹងការភ័យខ្លាចបងប្អូនពីមុនយើងអត់ដែលមានបណ្ដាញសង្គមក្នុងការផ្សព្វផ្សាយឲ្យដឹងទេសង្គ្រាមកកើត3ឆ្នាំ5ឆ្នាំ10ឆ្នាំប្រទេសកម្ពុជាយើងធ្លាប់ជួបប្រទះនៅបញ្ហាសង្គ្រាមច្រើនលើកច្រើនសានណាស់ដោយតែគេធ្លាប់និយាយថាកម្ពុជាជួបសង្គ្រាមឆ្អែតដូចហូបបាយអញ្ចឹងវាអត់ខុសទេជាក់ស្ដែងបច្ចុប្បន្ននេះយើងទើបតែកើតសង្គ្រាមដែលលើកទី1នេះគឺរយៈពេល5ថ្ងៃហើយមកដល់ពេលនេះជិតចូល20ថ្ងៃវាទើបតែរយៈពេលមួយខ្លីតែប៉ុណ្ណោះប៉ុន្តែជាក់ស្ដែងអតីតកាលយើងធ្លាប់ជួបសង្គ្រាមរាប់ឆ្នាំទម្រាំតែសង្គ្រាមបញ្ចប់អញ្ចឹងទេខ្ញុំចង់ឲ្យលើកទឹកចិត្តបងប្អូនរៀនរស់ក្នុងកលៈទេសៈសង្គ្រាមកុំភិតភ័យកុំភ័យខ្លាចនរណាក៏ខ្លាចស្លាប់ដែរប៉ុន្តែក្នុងស្មារតីយើងជាខ្មែរជាមនុស្សដែលជាសញ្ជាតិជាជនជាតិដែលធ្លាប់ឆ្លងកាត់នៅរបបសង្គ្រាមជាច្រើនយើងដឹងយើងយល់ស្មារតីយើងអង់អាចក្លាហានហើយសារជាតិរបស់យើងលោហិតរបស់ពួកយើងក៏សុទ្ធតែជាលោហិតរបស់អ្នកចម្បាំងសម័យមុនដែរជាលោហិតជ័យវរ្ម័នដែរយើងអត់ខ្លាចនឹងសង្គ្រាមទេហើយយើងមិនគួរខ្លាចនឹងសង្គ្រាមទេយើងរៀនរស់នៅក្នុងសង្គ្រាមមានលេនឋានមានត្រង់សេក្នុងការពារគ្រួសារការពារខ្លួនឯងមានកម្លាំងមានស្មារតីរឹងប៉ឹងដើម្បីប្រឈមមុខជាមួយនឹងសត្រូវនេះបានចំជាកូនខ្មែរអត់ចេះខ្លាចទេអត់ចេះភិតភ័យទេអញ្ចឹងរៀនរស់នៅក្នុងសង្គ្រាមឲ្យដូចពីសម័យកាលមុនអញ្ចឹងសម័យកាលឆ្នាំ60ជាង62 63 64 7ជាងអីយើងរៀនបណ្ដើយើងផ្ទៀងស្ដាប់សំឡេងយន្តហោះបណ្ដើប៉ុន្តែអារម្មណ៍យើងផ្ដោតទៅលើការសិក្សាបានល្អណាស់យើងប្រឹងប្រែងរៀនយើងប្រឹងប្រែងផលិតយើងប្រឹងប្រែងស្រាវជ្រាវប៉ុន្តែនៅពេលណាដែលឮសំឡេងយន្តហោះហោះមកពីចម្ងាយយើងនាំគ្នារត់ចូលត្រង់សេនៅពេលដែលស្ងាត់សំឡេងយន្តហោះយើងចាប់ផ្ដើមរត់ចេញពីត្រង់សេមករៀនមកសូត្រធម្មតាការងារក៏ដូចគ្នាដែរធ្វើការងារបណ្ដើផ្ដោតទៅលើការងារហើយក៏ផ្ទៀងស្ដាប់ទៅលើសំឡេងយន្តហោះនៅពេលដែលយន្តហោះហោះមកយើងចាប់ផ្ដើមរត់ចូលត្រង់សេបន្ទាប់មកក៏ចេញមកធ្វើការធម្មតាវិញនេះគឺជាការរៀនសម្របខ្លួនរស់នៅក្នុងស្ថានភាពសង្គ្រាមប៉ុន្តែប្រសិនណាបើយើងប្តេជ្ញាផ្ដួលទៅលើបញ្ហាសង្គ្រាមយើងអត់មានការត្រៀមលក្ខណៈត្រៀមជីវិតរស់នៅក្នុងស្ថានភាពសង្គ្រាមទេគិតតែពីរត់គេចគិតតែពីការភិតភ័យអត់បានប្រកបកិច្ចការងារអីវាធ្វើឲ្យសេដ្ឋកិច្ចរបស់យើងសេដ្ឋកិច្ចគ្រួសាររបស់យើងធ្លាក់ចុះសេដ្ឋកិច្ចជាតិរបស់យើងក៏កាន់តែធ្លាក់ចុះធនធានដែលមានចំណេះដឹងក៏ខ្សោយទៅនេះហើយជាភាពទន់ជ្រាយរបស់យើងហើយនៅពេលដែលយើងចាប់ផ្ដើមផ្ដោតទៅលើសង្គ្រាមខ្លាំងយើងផ្ដោតទៅលើការឈឺចាប់ខ្លាំងយើងចាប់ផ្ដើមមានការបែកបាក់សាមគ្គីយើងលែងទុកចិត្តរាជរដ្ឋាភិបាលយើងលែងទុកចិត្តខ្មែរគ្នាឯងយើងខ្សោយទាំងសេដ្ឋកិច្ចយើងចាប់ផ្ដើមខ្សោយទាំងការជឿទុកចិត្តគ្នាវាបង្កទាំងការបែកបាក់វាបង្កទាំងភាពទន់ខ្សោយដែលបណ្ដាលឲ្យសត្រូវងាយវាយបំបាក់យើងបានបងប្អូនធ្លាប់ដឹងហើយកាលពីឆ្នាំ1600ជាងយើងក៏ធ្លាប់វាយទៅដល់ក្រុងអយុធ្យាដែរយើងធ្លាប់វាយទៅដល់ក្រុងអយុធ្យាយើងស្ដេចរបស់យើងគឺវាយទៅដល់ក្រុងអយុធ្យាជាមួយនឹងភូមិមាគឺវាយមកពីខាងលិចមកគឺស្ទើរតែរំលាយប្រទេសថៃបាត់ទៅហើយក៏ប៉ុន្តែថានៅក្នុងកលៈទេសៈហ្នឹងគឺមានមេតបយើងម្នាក់ដែលបានស្លាប់នៅក្នុងសង្គ្រាមហើយមានការបែកបាក់គ្នាទៅលើការជ្រិចរាជទៅបានជាស្ដេចខ្មែរយើងកាលសម័យហ្នឹងគឺបានដកថយពីសង្គ្រាមមកទប់ទល់ជាមួយនឹងស្ដេចដែលជ្រិចរាជយើងបង្កើនសង្គ្រាមផ្ទៃក្នុងបែកបាក់គ្នាទៅក៏ធ្វើឲ្យចេះតែមានការពឹងពាក់ប្រទេសនេះមកជួយប្រទេសនោះមកជួយយើងទៅពឹងពាក់សៀមឲ្យមកជួយខ្មែរយើងទៅពឹងពាក់វៀតណាមឲ្យមកជួយខ្មែររហូតដល់តែកាត់ដីមួយចំនួនធំឲ្យទៅថៃឲ្យទៅសៀមរហូតដល់
dương từ tầm nẹ tầm nong chỉ môi nâng Việt Nam ở Việt Nam mò chuối Việt Nam có riệp apicite bọt tây rồi bảo Việt Nam mà ở sạch mai dương còn miếng tầm nẹ tầm nong chỉ sạch nhiễm nhiệt chỉ bong chỉ ổn kế có chấp đam chỉ gì mà đã control đượcក្នុងប្រទេសកម្ពុជាយើងនៅក្នុងខេត្តប្រទេសកម្ពុជាយើងផ្នែកខាងកើតក៏ឈានទៅដល់ការកាត់ដីផ្នែកខាងកើតទៅជាទឹកដីកូសាំងស៊ីនហើយក៏ទៅជាកម្ពុជាក្រោមហើយក៏ទៅជាទឹកដីវៀតណាមមកដល់បច្ចុប្បន្នហ្នឹងនេះគឺជាការបែកបាក់ប្រទេសក្នុងអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងឈប់បន្តឲ្យមានការបែកបាក់ផ្ទៃក្នុងបន្តទៀតឈប់ឲ្យមានការបែកបាក់សាមគ្គីបន្តទៀតហើយឈប់បង្កស្មារតីភ័យខ្លាចភិតភ័យបន្តទៀតក្លាហានដើររួមគ្នាសាមគ្គីជាធ្លុងមួយក្នុងដំណក់ឈាមខ្មែរតែមួយក្រោមទង់ជាតិតែមួយយើងអត់មានបាក់មានពួកអីបន្តទៀតទេយើងរួបរวมគ្នាតើតែយើងរួបរวมគ្នាទើបយើងអាចខ្លាំងតើតែយើងរួបរวมគ្នាទើបយើងអាចឈ្នះសត្រូវយើងដឹងហើយថារាប់សតវត្សមកហើយរាប់ទសវត្សមកហើយសត្រូវ2 3នេះអត់ដែលមានសត្រូវមួយណាដែលបំភ្លេចចោលមហិច្ឆតាយកដីខ្មែរយើងទេអញ្ចឹងការគាំពៀជានិច្ចការត្រូវតែមានជានិច្ចគឺស្មារតីរួបរวมប្រជាជាតិខ្មែរយើងទាំងក្នុងទាំងក្រៅប្រទេសត្រូវសាមគ្គីគ្នាជានិច្ចដើម្បីថែរក្សាការពារទឹកដីមរតកដូនតាយើងការពារទ្រព្យសម្បត្តិមរតកដូនតាយើងមិនឲ្យបាត់បង់